Bà cái đó nhầm hai món của phía việc này các làm lang cam thi Adobe Illustrator 2021វាទៅចេញថ្ងៃនេះគឺថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025អូខេវាចេញជាមួយនឹង Adobe Photoshop ដូចគ្នាបាទ2021ដូចគ្នាអូខេឥឡូវខ្ញុំបង្ហាញបងប្អូនពីរឿងការដំឡើងនេះគេថាដំឡើងគឺអត់ផ្ទាល់គេថាយើងបើកជាអ៊ីនធឺណិតឬក៏បើក antivirus បាទអញ្ចឹងខ្ញុំបង្ហាញអស់មកគេថាវាមានតាម file ហ្នឹងទេអញ្ចឹងតាម file ហ្នឹងគឺវាមាន software របស់គេថាវា pre activate ហើយស្រេចអញ្ចឹងយើងបើក antivirus ក៏មិនជាមានបញ្ហាទៅស៊ីកម្មវិធីអស់ដែរអូខេអញ្ចឹងខ្ញុំបើកចោលតែនេះក៏ខ្ញុំធ្វើការបើកដែរមានថាខ្ញុំអត់ទៅ add folder ឬក៏ app ណាមួយទេអូខេអញ្ចឹងបិទវិញបាទអញ្ចឹងរបប click ពីរដងបាទនេះដូចអញ្ចឹងអញ្ចឹងវាមានតែមួយរបប click ពីរដងទៀតមកអូខេចុចចេះហើយបន្ទាប់មកយើងធ្វើការណែនាំរបស់វាគេថាវាឲ្យយើងជ្រើសអីគឺយកតាមវាឥឡូវរើសភាសាអង់គ្លេសឲ្យស្រេចហើយអញ្ចឹងយើងចុច next តមកយើងចុច64 bit ហ្នឹងបាទនេះគឺទីតាំងរបៀបដំឡើងវារត់ចូលហ្នឹងគឺ program file Adobe install បាទអញ្ចឹងគេថាversion ថ្មី2026វាទើបចេញថ្មីហ្នឹងបាទមានអ្វីនៅក្នុងហ្នឹងគឺបងប្អូនអាចធ្វើការស្រាវជ្រាវបានដោយខ្លួនឯងបាទកន្លែងនេះរើសភាសាអញ្ចឹងយើងរើសភាសាអង់គ្លេសមកដល់ English International ចុច continue បាទកន្លែងនេះគឺខ្ញុំសូមធ្វើការរំលងភាសាការដំឡើងវា VCP ដែរអូខេបាទឥឡូវការដំឡើងរបស់យើងគឺចប់សពគ្រប់ហើយអញ្ចឹងយើងអាចចុច close មកបាទនេះយើងបិទចោលមកហើយចុច finish បាទអញ្ចឹងយើងចាប់ដើមចូល start ក៏បាន search ក៏បានបាទចូល search មកហើយរួចយើងវាយ elas មកបាទនេះវាចេញលើគេបាទចូលលើវាមកបាទនេះយើងតម្លាក់ចោលមកអូខេយើងឡើងឲ្យអស់ហើយបាទកន្លែងហ្នឹងវារៀងទីពេលយូរដែរព្រោះថាversion ថ្មីគឺវាទៅចូល option ក៏ជា function មួយអូខេនេះយើងមើល interface វាគឺឃើញគួរឲ្យទាក់ទាញមែនតើវាស្អាតវាថាអ្វីក៏ថ្មីគឺប្លែកវាស្អាតអូខេចង់មានន័យថាអញ្ចឹងបាទអញ្ចឹងវាចាប់ដើមមកវាថាវាអត់ខុសពីគ្នាពី version ចាស់គឺថាយើងបង្កើតជាផ្ទាំងការងារហ្នឹងគឺវាអត់ខុសគ្នាទេអូខេ control N វាបង្កើតបានចូលដូចគ្នាទេបាទចូល U នេះក៏បានអីក៏បានជាងទៅបាទបាទហ្នឹងអូខេជាងការដំឡើងរបស់ខ្ញុំមានថាប្រកបដោយជោគជ័យហើយបាទអរគុណជំរាបលា